ព្រឹកថ្ងៃនេះយើងជាថ្ងៃ7កើតខែអាសាឍឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ខែកក្កដាឆ្នាំ2025វេលាទៀបភ្លឺចិត្តនឹងអរុណរះបន្ទាប់ពីយោគីវិចរទាំងឡាយបានអង្គុយសមាធិជាង1ម៉ោងរួចឥឡូវនេះយើងធ្វើកិច្ចចង្ក្រមយោគីវិចរទាំងឡាយកំពុងតែធ្វើនៅការចង្ក្រមភាវនាបន្ទាប់អំពីកិច្ចនៃការអង្គុយក្នុងការសិក្សាវគ្គនេះយើងវគ្គទី7ហើយយោគីវិចរទាំងឡាយដែលសិក្សានៅក្នុងវគ្គនេះមានចំនួនទាំងអស់51អង្គអ្នកហើយកិច្ចប្រតិបត្តិយើង4ពេលព្រឹកយើងម៉ោង7ព្រឹកដល់ម៉ោង9:30នាទីហើយបន្ទាប់ពីនឹងមកយើងរៀបចំអាហារបនិបាតហើយយើងទទួលចង្ហាន់ហើយឆាន់រួចរាល់ហើយយើងសមាធិមួយផ្នែកទៀតបានសម្រាកម៉ោង2រសៀលយើងចូលបដិបត្តិបន្តបន្ទាប់ពីម៉ោង2ចូលបដិបត្តិហើយយើងស្ដាប់នៅពធដល់ម៉ោង4យើងស្ដាប់ពធម៉ោង5ដាក់ចុះយើងចង្ក្រមបន្តទៀតចង្ក្រមរួចរាល់ហើយសម្រាប់ភេទជ្ជៈងូតទឹកងូតអីហើយម៉ោង6:30នាទីយើងចូលបដិបត្តិបន្តទៀតចូលបដិបត្តិបន្តរហូតដល់ម៉ោង9យប់បានយើងសម្រាប់ម៉ោង4ទៀបភ្លឺយើងងើបឡើងចូលបដិបត្តិបន្តម៉ោង5:30នាទីយើងដាក់ពិធរយើងចង្ក្រមបន្ទាប់ពីចង្ក្រមហើយយើងសម្រាប់រៀបចំភេទជ្ជៈពេលព្រឹកក្នុងមួយថ្ងៃយើងទទួលទានអាហារតែមួយដងទេព្រោះយើងធ្វើកិច្ចទុដងមួយថ្ងៃគឺទទួលទានអាហារតែមួយដងសម្រាប់កិច្ចប្រតិបត្តិក្នុងវគ្គទី7នេះចឹងពេលព្រឹកយើងអាហារថ្ងៃត្រង់ក៏អត់អាហារពេលព្រឹកក៏អត់អាហារល្ងាចក៏អត់គឺមានតែអាហារថ្ងៃត្រង់តែមួយពេលតែប៉ុណ្្នឹងឯងសម្រាប់ការសិក្សាប្រតិបត្តិនៅក្នុងកន្លែងសញ្ញាគារស្ថានសប្រមចារីចឹងថ្ងៃនេះយើងជាថ្ងៃទី2ហើយសម្រាប់យោគីវិចរទាំងឡាយដែលបានចូលមកសិក្សាប្រតិបត្តិយើងបិទវគ្គនៅថ្ងៃទី7កក្កដាយើងបើកវគ្គថ្ងៃទី1ប៉ុន្តែយើងជួបជុំគ្នាតាំងពីថ្ងៃ30ចឹងយើងបន្តប្រតិបត្តិធម៌រហូតដល់ថ្ងៃទី7ទើបជាថ្ងៃបញ្ចប់វគ្គតែម្ដងកិច្ចចង្ក្រមភាវនាគឺជាការពង្រឹងសតិពង្រឹងស្មារតីបន្តអំពីការភាវនាការសិក្សាពធយើងត្រូវតែវឹកហាត់គ្រប់ឥរិយាបថទាំង4ឥរិយាបថអង្គុយឥរិយាបថឈរឥរិយាបថដើរឥរិយាបថដេកក៏ដេកនៅក្នុងធម៌ដែរជាងការសិក្សាប្រតិបត្តិធម៌នេះយើង4ពេលប៉ុន្តែ4ពេលសិក្សាប៉ុន្តែការប្រតិបត្តិគឺយើងជាយាមមកហាត់សង្រួមជានិច្ចមិនថាពេលព្រឹកថ្ងៃយប់ទេគឺជាយាមពង្រឹងការបដិបត្តិហើយការចង្ក្រមនេះគឺមានអានិសង្សច្រើនដែរដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងគឺទី1សេចក្តីចង្ក្រមនេះធ្វើឲ្យយើងមានសេចក្តីព្យាយាមនេះអត់ធ្មត់ក្នុងសេចក្តីព្យាយាមទី2ពង្រឹងសតិរបស់យើងឲ្យមានភាពរឹងមាំល្អទី3គឺធ្វើឲ្យអាហារដែលបរិភោគទៅគឺមានភាពរលួយល្អហើយទី3គឺធ្វើឲ្យយើងមិនសូវមានរោគការចង្ក្រមហើយ
មួយទៀតគឺរក្សានៅសមាធិចិត្តរបស់យើងឲ្យមានភាពល្អប្រសើរច្រើនកិច្ចភាវនានេះក៏ជាការពង្រឹងនៅសតិស្មារតីនិងការរក្សានៅលំនឹងសមាធិឲ្យមានភាពល្អប្រសើរឬក៏ធ្វើឲ្យសមាធិកាន់តែចាស់ក្លាផងដែរហើយសុខភាពផ្លូវកាយផ្លូវចិត្តយើងក៏ល្អប្រសើរផងដែរជាងការជាងក្រមនេះគឺមានសារៈប្រយោជន៍សម្រាប់យោគីវិជ្ជហើយជាទូទៅអរិយាបថរបស់អ្នកបដិបត្តិធម៌គឺយើងមានវិលជុំមានន័យថាពេលត្រូវអង្គុយគឺយើងអង្គុយពេលត្រូវឈរយើងឈរភាវនាពេលត្រូវដើរចង្ក្រមគឺយើងដើរចង្ក្រមហើយអរិយាបថយើងដេកពេលដែលយើងសម្រាកសម្រានគឺយើងសម្រាកសម្រានក្នុងធម៌ផងដែរហើយយោគីវិជ្ជក៏កំពុងតែធ្វើការចង្ក្រមភាវនាដោយស្ងប់ស្ងាត់គ្រប់គ្នាធ្វើសេចក្តីព្យាយាមនៅក្នុងការប្រតិបត្តិដើម្បីស្វែងរកនៅសេចក្តីសុខស្ងប់ដែលកើតពីការស្ងប់កាយស្ងប់ចិត្តហើយនឹងបានសិក្សាយល់ពីពធក្នុងមាគ៌ាជាដំណើរនៃការសាងសន្សំបុណ្យកុសលជាហេតុជាបច្ច័យជានិស្ស័យនៃការរួចចាកទុក្ខម្យ៉ាងទៀតនៅក្នុងការប្រតិបត្តិធម៌នេះគឺមានអានិសង្សច្រើនមានផលានិសង្សច្រើនដូចនៅក្នុងសូត្រមួយកន្លែងនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលទាំងឡាយឯណាធ្វើបុណ្យមួយថ្ងៃអស់300ខ្ទះពេលព្រឹក100ខ្ទះពេលថ្ងៃ100ខ្ទះពេលរសៀល100ខ្ទះឲ្យទានទៅដល់ជនដទៃប៉ុន្តែมันបានស្មើនឹងខ្លួនយើងបានវឹកហាត់អប់រំធ្វើចិត្តយើងឲ្យត្រជាក់ឲ្យស្ងប់ត្រឹមមួយផ្ទាត់ម្រាមដៃទេគឺបានបន់បានអានិសង្សច្រើននៅក្នុងការធ្វើនៅសមាធិភាវនាជាងសមាធិភាវនានេះគឺមានគុណប្រយោជន៍ធ្វើឲ្យយើងមានសេចក្តីសុខក្នុងបច្ចុប្បន្នដ៏ច្រើនធ្វើឲ្យបញ្ញាយើងក៏ចម្រើនឡើងនិងញ៉ាំងនៅស្មារតីរបស់យើងឲ្យចាស់ក្លាមិនជាអ្នកពង្វែងម្យ៉ាងទៀតការមានសមាធិក៏យើងអាចនឹងញ៉ាំងនៅជាចិត្តឲ្យកើតឡើងហើយម្យ៉ាងទៀតកាលណាដែលយើងមានសមាធិធ្វើឲ្យយើងសម្រេចរាល់កុសលទាំងឡាយទាំងពួងនិងសម្រេចនៅបុណ្យទាំងឡាយឬក៏កិច្ចការទាំងពួងដែលយើងគិតគឺឆាប់យល់ឆាប់ដឹងនិងឆាប់ជាក់ច្បាស់នៅហេតុនិងផលហើយសមាធិនេះទៀតសោតក៏មានអានិសង្សដ៏ពិសេសអ្នកដែលមានសមាធិចិត្តមាំទាំល្អគឺជាអ្នកមិនទៅកាន់ទុគតិឡើយយើងធ្វើសមាធិរាល់ថ្ងៃធ្វើឲ្យយើងស្អាតកាយស្អាតចិត្តរាល់ថ្ងៃហើយការស្អាតកាយចិត្តរាល់ថ្ងៃក៏ធ្វើឲ្យយើងមានសេចក្តីសុខក្នុងបច្ចុប្បន្នដ៏ច្រើនជីវិតយើងទោះជួបបញ្ហាអីក៏ដោយក៏យើងអាចរក្សាលំនឹងចិត្តរបស់យើងបានល្អនៅពេលណាដែលយើងចុតិអំពីមនុស្សលោកនេះទៅយើងនឹងបានទៅកើតនៅក្នុងឋានសួគ៌ទេវលោកជាអានិសង្សរបស់សមាធិចឹងយើងគ្រប់គ្នាគួរតែរក្សាសមាធិឲ្យបានរឿយៗក្នុងជីវិតជាប្រចាំថ្ងៃមិនថាយើងនៅវត្តឬក៏យើងនៅផ្ទះចឹងប្រឹងប្រែងវឹកហាត់បន់កើតរាល់ថ្ងៃរាល់វេលាឲ្យតែយើងបានវឹកហាត់គ្រប់គ្នាឥឡូវយើងជិះក្រំ5ជុំឥឡូវដល់ពេលត្រូវឈរភាវនាដោយអរិយាបថមកឈរភាវនាម្ដង